កុំយំអីកូនពុកលានេះគឺមកពីនាងធីតាគឺមកពីនាងធីតានេះហើយគ្រាន់តែមកនៅបានតែមួយថ្ងៃសោះបងចក់ក៏ស្លាប់នាងនេះពិតជាចង្រៃពិតមែនយេមីក្មេងចង្រៃយើងថានាងក្មេងចង្រៃគឺចង្រៃមែនហើយអើយមើលចុះគ្រាន់តែលាងចានក៏ធ្វើឲ្យចានធ្លាក់បែកដែរនាងឯងនេះអើយចាំមើលណាយើងនឹងវាយនាងឯងចាំមើលសំទោនេះណែនាងផាន់ហេតុអីទៅមិនក៏ម៉ែមិនស្រឡាញ់ខ្ញុំសោះអញ្ចឹងឬក៏មកពីម៉ែគិតថាខ្ញុំគ្រាន់តែជាកូនកំព្រារឿងជីវិតក្មេងកំព្រាសំឡេងអ្នកណាគេយំចេះអូគឺនាងតូចនោះតានាងតូចមិនក៏មកអង្គុយយំនៅកន្លែងនេះតែម្នាក់ឯងអញ្ចឹងពូខ្ញុំឃ្លានណាស់ពូហាមិនអញ្ចឹងហើយពុកម៉ែក្មួយតាណាអស់ហើយខ្ញុំគ្មានពុកម៉ែទេពូពុកនិងម៉ែគាត់ស្លាប់អស់ហើយអោបធរឲ្យក្មួយហើយក្មួយឈ្មោះអីទៅក្មួយចាខ្ញុំឈ្មោះធីតាពិតជាគួរអាណិតណាស់ណែក្មួយពូមានបាយនឹងត្រីងៀតបន្តិចបន្តួចក្មួយយកទៅហូបសិនទៅណាអរគុណពូធីតាពិតជាគួរអាណិតណាស់បើយកកូននេះទៅចិញ្ចឹមប្រហែលជាល្អព្រោះបានជួយនាងផងហើយពេលនេះយើងក៏គ្មានកូនទៀតពូខ្ញុំហូបរួចហើយឆ្ងាញ់ណាស់ពូល្អហើយក្មួយបើសិនជាពូចង់យកក្មួយមកធ្វើជាកូនរបស់ពូតើក្មួយគិតយ៉ាងម៉េចដែរពិតមែនទេពូពិតមែនណាក្មួយចាស់ខ្ញុំមានបាយហូបគ្រប់ពេលដែរទេពូប្រកាសជាមានហើយក្មួយបាញ់ចាំងខ្ញុំព្រមល្អណាស់បើអញ្ចឹងចាប់ពីពេលនេះទៅឯងត្រូវហៅពូថាជាពុកវិញដឹងទេចាស់ពុកអូនណាអូនយ៉ាងម៉េចនឹងបងនេះបងត្រឡប់មកវិញហើយមែនទេមែនហើយអូនមើលនេះបងនាំអ្នកណាមកនាំអ្នកណាបងអេក្មេងនេះជាអ្នកណានឹងបងក្មេងនេះនាងមានឈ្មោះថាធីតានាងគ្មានឪពុកម្ដាយទេបងឃើញនាងអង្គុយយំនៅក្រោមដើមឈើព្រោះតែឃ្លានទើបបងយកបាយនឹងត្រីងៀតឲ្យហូបហើយពេលនេះបងសម្រេចថាយកនាងមកធ្វើជាកូនរបស់យើងហើយព្រោះយើងក៏គ្មានកូនដែរហាធ្វើជាកូនទេអូក៏ល្អដែរបងធីតាអាយុប្រហែលហើយកូនចាខ្ញុំមានអាយុ5ឆ្នាំហើយ5ឆ្នាំធីតាអញ្ចឹងកូនត្រូវហៅម៉ែថាម៉ែហើយហៅពុកថាពុកដឹងទេចាពុកម៉ែល្អណាស់កូនបើអញ្ចឹងកូនឆាប់ងូតទឹកសិនទៅបន្តិចទៀតមកហូបបាយទាំងអស់គ្នាណាកូនចាម៉ែតោះកូនចောអើយចောបាត់តាទៅព្រៃជាមួយតាទេតាចូលទៅព្រៃកំអស់ណាទៅតាចាំខ្ញុំមកផ្លេតពុកត្រូវអស់មែនទេពុកឲ្យខ្ញុំសុំទៅជាមួយពុកផងបានទេពុកថាកូននៅផ្ទះទៅបានហើយមិនបាច់ទៅទេមែនហើយកូននៅទីនេះហើយតែកូនចង់ទៅជួយពុកនឹងណាម៉ែការងារនេះពុកអាចធ្វើបានណាកូនមិនបាច់ទៅទេអូនណាបងទៅសិនហើយណាពុកទៅហើយណាកូនណាចាបងណែចောតាបានឃើញផ្ទះឯងមានកូនស្រីម្នាក់មែនទេបាទមែនហើយតាខ្ញុំយកនាងមកចិញ្ចឹមធ្វើជាកូននឹងណាតាបានចឹងល្អហើយព្រោះពីអ្នកប្តីប្រពន្ធឯងក៏គ្មានកូនដែរបាទតាធីតានាងគឺជាកូនកំព្រាឪពុកម្ដាយស្លាប់ចោលអស់ហើយពិតជាគួរអាណិតណាស់តាជួយគ្នាយកទៅបន់ទៅចောអើយ
អូយអូយ ហ៎ អូយ យ៉ាងម៉េចនឹងចោ តាពោះវែកចឹកជើងខ្ញុំណាតា ថាម៉េចពោះវែកអីធ្វើយ៉ាងម៉េចទៅនេះ តាពោះចឹកបែបនេះខ្ញុំប្រហែលជាមិនអាចរស់បានទេតា ទ្រាំបន្តិចទៅចោតាយកឯងទៅផ្ទះទ្រាំបន្តិចទៅណាណែអាចៅអើយតាសុំខ្ចីអតែនបន្តិចណាព្រោះនៅខាងមុខនោះមានមនុស្សត្រូវពោះចឹង អូបាទតាយកទៅចុះ នាងផាន់អើយនាងផាន់ ចាស់តាត្រឡប់មកវិញហើយមែនទេតា ណែនាងផាន់ចង់គេត្រូវពោះចឹកនៅក្នុងព្រៃឥឡូវគេនៅលើអតែណោះ ហាថាម៉េចតាប្តីខ្ញុំត្រូវពោះចឹកឯងអើយបងចកយ៉ាងម៉េចហើយបងចកបងចកខ្ញុំកាត់អីទៅតា ពុករបស់ចៅត្រូវពោះចឹកណាចៅ អត់ទេពុក ផាន់ធីតាបងនឹងពុកគ្មានសង្ឃឹមថារស់ទេព្រោះពេលនេះពឹសពោះបានជ្រាបចូលសពពេញខ្លួនទៅហើយផាន់អូនត្រូវមើលថែធីតាឲ្យបានល្អណាដឹងទេ អត់ទេបងត្រូវតែនៅរស់បងកុំស្លាប់អីណាបង កុំយំអីកូនពុកលាបងអត់ទេបងមិនពិតទេហេតុអីបានជាបងទៅលឿនបែបនេះបង កាត់ចិត្តទៅផាន់អើយចៅធីតាធ្វើចិត្តទទួលយកការពិតទៅណាចៅ តាខ្ញុំមិនចង់ជឿទេថាប្តីខ្ញុំគាត់ស្លាប់លឿនយ៉ាងនេះណាតា ហើយ នេះគឺមកពីនាងធីតានេះហើយគ្រាន់តែមកនៅបានតែមួយថ្ងៃសោះបងចកក៏ស្លាប់នាងនេះពិតជាចង្រៃពិតមែននាងធីតានាងលាងចានឲ្យលឿនទៅហើយនឹងអានមកបោកខោអាវទាំងអស់នេះទៀតឮទេចាស់ម៉ែទុកនៅទីនេះសិនចុះចាំខ្ញុំបោកបោកឲ្យលឿនតិចទៅកុំនៅធ្វើមួយហ្នឹងណានាងក្មេងចង្រៃនេះអូយហាយេមីក្មេងចង្រៃយើងថានាងក្មេងចង្រៃគឺចង្រៃមែនហើយអើយមើលចុះគ្រាន់តែលាងចានក៏ធ្វើឲ្យចានធ្លាក់បែកដែរនាងឯងនេះអើយចាំមើលណាយើងនឹងវាយនាងឯងចាំមើលសំទោនេះណែ នាងផាន់ហើយឯងវាចេះតែយ៉ាងម៉េចក៏វាយធីតាខ្លាំងបែបនេះឈប់វាយទៅ ខ្ញុំឈឺណាស់តាខ្ញុំឈឺណាស់តានាងធីតានេះគឺជាក្មេងចង្រៃណាស់តាមកនៅផ្ទះនេះបានតែមួយថ្ងៃក៏នាំឲ្យបង្ចក់នេះត្រូវពោះចឹកស្លាប់ហើយបាញ់មិញនេះគ្រាន់តែលាងចានសោះក៏ធ្វើឲ្យចានបែកទៀត ណែនាងផាន់រឿងចកស្លាប់គ្មាននរណាដឹងនោះទេហើយរឿងនេះក៏អញ្ចឹងដែររឿងធ្វើបែកចានគឺជារឿងអចេតនាគ្រាន់តែបែកចានមួយប៉ុណ្ណឹងឯងចង់វាយវាឲ្យស្លាប់មែនទេ តាចេះតែកាន់ជើងវាបែបនេះកើតវាកាន់តែបានចិត្តណាតា យើងមិនមែនកាន់ជើងក្មេងទេតែយើងមិនចង់ឲ្យឯងធ្វើបាបក្មេង បើអញ្ចឹងតាមើលវាទៅខ្ញុំលែងដឹងហើយ យ៉ាងម៉េចទៅហើយចៅឈឺខ្លាំងទេ ឈឺខ្លាំងណាស់តា ពិតជាគួរអាណិតណាស់តោះចាំតានាំទៅរៀបថ្នាំណាចៅ ចាតា 13 ឆ្នាំកន្លងផុតទៅ នាងធីតានាងធីតាចាស់ម៉ែថ្មនេះហើយបាយមកហូបធ្វើហើយនៅតែម៉ែចាំមកផ្លែតណាម៉ែយីនាងនេះថ្មនេះទៅហើយនៅមិនទាន់ធ្វើបាយមកហូបទៀតយើងនេះឃ្លានចង់ដាច់ពោះស្លាប់ទៅហើយ
នាងឯងចង់ឲ្យយើងងាប់បានអស់ចិត្តមែនទេហ៎ម៉ែមុននេះខ្ញុំរវល់បោកខោអាវទៅមកដាំបាយធ្វើម្ហូបមិនទាន់បែបនេះណាម៉ែហើយកូនសុំទោសម៉ែផងចុះម៉ែយើនាងឯងនេះមានលេសសពគ្រប់តែម្ដងហើយម៉ែខ្ញុំធ្វើរួចហើយម៉ែអញ្ជើញពិសាបាយណាម៉ែណាណែនាងធីតាឯងមិនត្រូវមកស៊ីបាយជាមួយនឹងយើងទេឆាប់ចេញភ្លាមទៅចាំពេលដែលយើងរួចរាល់សឹមឯងមកស៊ីតាមក្រោយដឹងទេចាស់ម៉ែនិយាយបន្តិចបន្តួចទឹកភ្នែកទឹកសបោទៅឲ្យឆ្ងាយពីយើងបន្តិចទៅយើងមិនចង់ឃើញមុខនាងឯងទេមកទឹកភ្នែកទឹកសបោអីចំពោះមុខយើងហ៎ហេតុអីទៅមិនក៏ម៉ែមិនស្រឡាញ់ខ្ញុំសោះអញ្ចឹងឬក៏មកពីម៉ែគិតថាខ្ញុំគ្រាន់តែជាកូនកំព្រាធីតាចៅមិនក៏មកអង្គុយធ្វើអីតែម្នាក់ឯងនៅទីនេះតាមិនក៏យំចឹងចៅគ្មានអីទេតានេះនាងផាន់ធ្វើបាបចៅទៀតហើយមែនទេអត់ទេតាគាត់មិនធ្វើឲ្យខ្ញុំទេតាហើយថ្មនេះបានបាយហើយនៅហ៎ចៅគឺនៅទេតាហាមិនអញ្ចឹងចៅហើយចៅមិនឃ្លានទេអីចៅគឺម៉ែគាត់ហូបមុនហើយបានខ្ញុំហូបតាមក្រោយណាតាហេគ្រាន់តែហូបបាយមិនក៏ចាំមានមុនមានក្រោយបែបនេះតោះទៅជាមួយតាជូនចៅទៅផ្ទះវិញណាចាតាអូយឆ្លាក់ឆ្អឹងត្រីឈឺណាស់នាងធីតាយីហើយវាប្រកាច់បត្តនាហើយមិនក៏ហៅមកលឺបែបនេះនាងធីតាយកទឹកឲ្យយើងបន្តិចនាងធីតាអើយហៅមកលឺសោះអើយអាយអូយងើបមិនរួចទេចង្កេះខ្ញុំយ៉ាងម៉េចទៅហើយអាយអូយម៉ែជាមិនហើយម៉ែអូយឈឺណាស់មិនកើតទេមកធីតាចៅឆាប់ជួយគ្រាម៉ែចៅឡើងលើគ្រែមកចៅចាតាម៉ែយ៉ាងម៉េចហើយឈឺចង្កេះណាស់ឈឺចង់ដាច់ចង្កេះងាប់ទៅហើយចៅជួយច្បាច់ឲ្យម៉ែចៅបន្តិចទៅមើលក្រែងលោបានធូរស្បើយមកវិញណាចៅចាតាម៉ែចាំខ្ញុំជួយច្បាច់ឲ្យម៉ែណាម៉ែបានធូរខ្លះទេបានធូរខ្លះហើយតែនៅមិនទាន់បាត់ឈឺទេហើយនាងផាន់យើងថាឯងឈប់ធ្វើបាបធីតាទៀតទៅឯងឃើញទេពេលដែលឯងឈឺស្កាត់មានតែធីតាទេដែលនាងជួយឯងនោះត្បិតតែវាជាកូនចិញ្ចឹមតែវាក៏មើលថែឯងដូចជាម៉ែបង្កើតអញ្ចឹងដែរតាតែវានេះជាក្មេងចង្រៃណាស់តាព្រោះតែវាទើបបង្ចក់ស្លាប់ណាស់តាម៉ែខ្ញុំដឹងថាម៉ែខឹងនឹងខ្ញុំព្រោះរឿងពុកស្លាប់ប៉ុន្តែកាលនោះបើសិនជាខ្ញុំជួយពុកបានខ្ញុំមិនចង់ឲ្យពុកស្លាប់ទេណាម៉ែដូចជាពេលនេះអញ្ចឹងម៉ែឈឺខ្ញុំក៏បារម្ភពីម៉ែទោះម៉ែមិនមែនជាម៉ែបង្កើតខ្ញុំក៏ដោយឯងលឺទេផាន់ធីតានាងគ្រាន់តែជាក្មេងស្រីកំព្រាគ្មានឪពុកគ្មានម្ដាយម្នាក់ប៉ុណ្ណោះម្យ៉ាងចក់ស្លាប់ក៏ព្រោះតែរឿងចៃដន្យត្រូវពោះចឹកប៉ុណ្ណោះមិនមែនមកពីធីតាទេអើយបានហើយខ្ញុំឈប់ស្ដាប់អ្វីទៀតហើយហើយម៉ែចៅពិតជាម្នាក់ពិតមែនបានហើយតាត្រឡប់ទៅវិញហើយណាចៅមើលថែម៉ែចៅឲ្យបានល្អទៅចាតាម៉ែអាចនៅម្នាក់ឯងបានមែនទេម៉ែខ្ញុំទៅបេះស្លឹកថ្នាំយកមកបិទឲ្យម៉ែក្រែងលោកបានធូរស្បើយពីការឈឺបានខ្លះណាម៉ែហើយឯងទៅបេះនៅណាទៅគឺនៅក្នុងព្រៃក្បែរផ្ទះយើងនេះណាម៉ែឯងទៅប្រយ័ត្នប្រយែងផងដឹងទេម៉ែនេះមិញម៉ែថាម៉េច
ម៉ែបារម្ភពីខ្ញុំមែនទេម៉ែព្រោះតែយើងខ្លាចឯងយ៉ាងម៉េចទៅតើបានអ្នកណាមកមើលថែយើងនោះមិនអីទេម៉ែខ្ញុំនឹងប្រយ័ត្នប្រយែងម៉ែសម្រាប់ឲ្យស្ងៀមចុះណាម៉ែណាម៉ែថ្នាំខ្ញុំបុកចិត្តរួចហើយម៉ែចាំមកផ្លែតណាម៉ែរួចហើយម៉ែខ្ញុំបាត់ថ្នាំឲ្យម៉ែទៅជាក់ដែរទេម៉ែអូទៅជាក់ស្រួលណាស់អើយតាមពិតទៅក្មេងនេះមានចរិតស្លូតបូតណាស់តែព្រោះតែអារម្មណ៍ខឹងមកពេលក៏ធ្វើឲ្យយើងប្រែទៅជាមនុស្សចាស់ចិត្តអាក្រក់បែបនេះធីតាឯងធ្លាប់ខឹងនឹងម៉ែដែរទេអត់ទេម៉ែមិនក៏មិនខឹងនឹងម៉ែអញ្ចឹងម៉ែនេះតែងតែធ្វើបាបឯងរហូតមកម៉ែបើមិនមានម៉ែនឹងពុកទេម្ល៉េះពេលនេះខ្ញុំស្លាប់ព្រោះតែគ្មានអីហូបគ្មានជំរកនៅបាត់ទៅហើយក៏ប្រហែលជាបើមិនស្លាប់ក៏ត្រូវរស់ដោយវេទនាដែរម៉ែព្រោះតែចិត្តខឹងមកពេលធ្វើបាបឯងសពគ្រប់បែបយ៉ាងទាំងអស់យ៉ាងនេះហើយឯងនៅមិនប្រកាន់ខឹងនឹងម៉ែទៀតបើសិនជាអ្នកខ្លះវិញណាពេលម៉ែឈឺដើរមិនរួចបែបនេះគេប្រហែលជាមិននៅមើលម៉ែបែបនេះនោះទេម៉ែទោះម៉ែមិនមែនជាម៉ែបង្ការរបស់ខ្ញុំក៏ពិតមែនប៉ុន្តែម៉ែជាអ្នកមានគុណធំធេងណាស់សម្រាប់កូនមិនខឹងនឹងម៉ែទេណាម៉ែធីតាកូនពិតជាកូនល្អមែនចាស់ម៉ែសម្រាប់ចុះខ្ញុំទៅដាំបបរឲ្យម៉ែពិសាសិន កន្លះខែក្រោយមកម៉ែងើបរួចទេខ្ញុំគ្រាម៉ែដើរតិចណាម៉ែដើរជឿនមកម៉ែនៅឈឺចង្កេះទៀតដែរទេចង្កេះម៉ែវាបាត់ឈឺហើយតែជើងនៅរៀងរឹងតិចណាប្រហែលជាខានដើរយូរហើយទៅបែបនេះឯងប្រឡែងម៉ែទៅម៉ែដើរខ្លួនឯងចាស់ម៉ែដើរបានតិចហាញ់តាមិនយូរទេម៉ែនឹងអាចដើរបានដូចដើមវិញនាងផាន់នេះឯងដើរបានវិញហើយមែនទេចាស់តាខ្ញុំដើរបានវិញហើយតាមើលតើឯងដូចជាស្រស់ស្រាយដល់ហើយមែនហើយតានេះក៏ព្រោះតែធីតានាងមើលថែខ្ញុំបានល្អនឹងណាតាធីតាជាក្មេងស្រីល្អណាស់ឯងសំណាងហើយដែលបាននាងមកធ្វើជាកូននោះចាស់តាធីតាគ្រាម៉ែទៅអង្គុយតិចទៅកូនចាស់ម៉ែអើយតាពេលនេះខ្ញុំដឹងខុសហើយខ្ញុំមិនគួរណាធ្វើបាបធីតាបែបនេះទេធីតាកូនឲ្យម៉ែសុំទោសផងណាកូនម៉ែមិនអីទេម៉ែកុំនិយាយពាក្យសុំទោសអីណាម៉ែតានេះពិតជាសប្បាយចិត្តណាស់ពេលដែលឃើញម៉ែកូនឯងត្រូវគ្នាបែបនេះចាតាចាប់ពីពេលនេះទៅខ្ញុំណាឈប់ធ្វើបាបធីតាទៀតហើយណាតាល្អណាស់នាងផាន់